សួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូ part 2 ដែលពួកយើងបានទៅលេងសិង្ហបុរីហើយកុំភ្លេចចូលតាមដានវីដេអូពេញទាំងអស់គ្នាហើយនេះក៏ជាទីតាំងទី1ដែលពួកខ្ញុំបានទៅលេងនៅពេលព្រឹកផងដែរពេលព្រឹកឡើងពួកយើងបានភ្ញាក់ពីគេងហើយយើងបានចេញពីសន្តាគារទៅហើយយើងឆ្ពោះចង់ទៅ Chinatown ទៅកន្លែងដែលមាន temple មានអីចឹងទៅហើយបន្ទាប់ពីចេញមកគឺយើងឃើញមានគេលក់ទឹកក្រូចលក់អីកំប៉ុងអីចឹងទៅហើយយើងចង់ដឹងថាអូវាថ្លៃអីខុសគ្នាប្រហែលពីខ្មែរយើងក៏ check ទៅហើយបន្ទាប់ពីយើងមើលហើយក៏យើងថាអូយើងទៅអាចដើរទៅព្រោះពួកខ្ញុំគោលបំណងគឺឆ្ពោះទៅទីតាំងរថភ្លើងមកន័យថាទៅស្ថានីយ៍រថភ្លើងដើម្បីជិះទៅទីតាំងដែលពួកយើងបាក់ចង់ទៅអញ្ចឹងទៅហើយនៅតាមផ្លូវនឹងដែរយើងក៏រកមើលទៅក៏លោកកន្លែងមានដែលយើងអាចញ៉ាំបានអញ្ចឹងណាអញ្ចឹងនៅចុងផ្លូវយើងកែងផ្លូវក៏យើងឃើញហាងមួយដែលជាហាងបែបឥណ្ឌាឬមួយក៏គេហៅថាប៉ាគីស្ថានអីអញ្ចឹងទៅអញ្ចឹងយើងអត់ដឹងថាហាងហ្នឹងវាបែបមិនច្បាស់លាស់ទេហើយនេះគឺជាមុខម្ហូបដែលពួកខ្ញុំញ៉ាំអីពេលព្រឹកហើយដូចប្អូនជីដូនមួយខ្ញុំអីគេញ៉ាំសាឡាម៉ាត់អាហ្នឹងខ្ញុំអត់ដឹងថាខ្ញុំហៅត្រូវឬមកក៏ខុសទេខ្ញុំភ្លេចឈ្មោះបាត់ហើយប៉ុន្តែខ្ញុំញ៉ាំ cheese toast ហើយជាមួយនឹងតែទឹកដោះគោអញ្ចឹងទៅហើយវារសជាតិគួរសមប៉ុន្តែដោយសារតែខ្ញុំអត់ចូលចិត្តគ្រឿងការីអញ្ចឹងខ្ញុំអត់ញ៉ាំទេហើយខ្ញុំអត់ដឹងថាវាតេស្តមិនទេតែប្អូនខ្ញុំគេថាឆ្ងាញ់ណាស់អញ្ចឹងណាហើយបន្ទាប់ពីពួកយើងញ៉ាំហើយយើងក៏ឆ្ពោះធ្វើដំណើរយើងដើរថ្មើរជើងយើងគិតថាដោយសារខ្ញុំ check នៅក្នុង Google Map ខ្ញុំគិតថាអូវានៅចិត្តដែរអញ្ចឹងណាអញ្ចឹងយើងនាំគ្នាដោយសារតែយើងនាំគ្នាដើរទៅស្ថានីយ៍រថភ្លើងអញ្ចឹងទៅអញ្ចឹងជាលើកទី1ទាំងអស់គ្នាហើយខ្ញុំក៏ជាមគ្គទេសអីអញ្ចឹងណាយើងធ្វើដូចហុំហានយើងស្គាល់ផ្លូវស្គាល់អីច្បាស់អញ្ចឹងទៅអញ្ចឹងយើងគិតថាអូថាយើងដើរទៅវាមិនអីទេយើងមើលក្នុង Google Map ណាអញ្ចឹងយើងដើរទៅហើយដើរទៅតិចទៀតដល់ហើយអញ្ចឹងណាហើយដើរអញ្ចឹងទៅបងអូនអីចេះតែសួរថាការដល់អញ្ចឹងយើងអាចដើរមើលទៅមើល Google Map អញ្ចឹងទៅហើយដើរទៅបានដឹងថាអូដើរខុសផ្លូវហើយអញ្ចឹងអត់កើតទេអញ្ចឹងក៏បុកតាក់ស៊ីទៅហើយបុក Grab អញ្ចឹងទៅអញ្ចឹងក៏យើងចាំ Grab វិញដោយសារតែដើរខុសផ្លូវអញ្ចឹងយើងទៅរក Grabអញ្ចឹងយើងចាំ Grab ហើយមកស្ទុះទៅក៏ Grab គេមកដល់ហើយយើងក៏បានជិះឡានអញ្ចឹងទៅយើងជិះជាមួយ Grab ហើយយើងនិយាយលេងជាមួយនឹងតកង់ឡានអីអញ្ចឹងទៅ complain អីចេះតិចតួចអីអញ្ចឹងហើយតាក់ទងជាមួយនឹងដែរគឺយើងដឹងច្រើនពីខាងតកង់ឡានណាជាអីដែលយើងអត់នឹកស្មានថាគាត់និយាយអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងជិះហើយយើងបានមកដល់ហើយនេះហើយនេះគឺជាផ្លូវដែលចេញពីផ្សារហើយក៏យើងមកដល់ទីតាំងដែលយើងចង់ទៅហ្នឹងគឺឈ្មោះថា Buddha Tooth Relic Temple ខ្ញុំអត់ដឹងថាខ្ញុំអានឲ្យត្រូវទេប៉ុន្តែហ្នឹងគឺទីតាំងឈ្មោះហ្នឹងហើយនេះគឺជា Temple ហើយនៅក្នុងហ្នឹងមានរូបសំណាក់ព្រះអីផ្សេងអញ្ចឹងទៅហើយខ្ញុំអត់ដឹងថាព្រះអីទេប៉ុន្តែរចនាបថបែបចិនកាត់បន្តិចអញ្ចឹងណាបានន័យថាបើចិនដូចខ្ញុំគិតថាដូចជាអត់ដូចចិនចំតួចិនទេប៉ុន្តែរចនាបថគឺស្អាតមែនតើនៅក្នុងហ្នឹងណាហើយអ្នកដែលទៅដល់ហ្នឹងគឺគេអត់ឲ្យស្លៀកខ្លីទេអញ្ចឹងបើមានបងប្អូនណាមានបំណងចង់ទៅហើយចូលគោរពកន្លែងសក្ការៈកន្លែងព្រះវិហារហ្នឹងណាអញ្ចឹងគេល្បីស័ក្តិសិទ្ធិដែរអញ្ចឹងទៅហើយបងប្អូនស្រីគឺហាមដាច់ខាតស្លៀកខ្លីនៅពេលដែលយើងស្លៀកខ្លីគឺគេអត់ឲ្យចូលទេនៅក្នុងប្រាសាទហ្នឹងណាអញ្ចឹងនេះគេកំពុងតែធ្វើពិធីអីផ្សេងឃើញមានលោកសង្ឃបែបហិនយានខ្ញុំអត់ដឹងថាបែបសាសនាបែបហិនយានឬមួយក៏មិនទេខ្ញុំអត់ដឹងទេបើសិនបើអ្នកដឹងអាចជួយប្រាប់ផងប៉ុន្តែអីដែលខ្ញុំគិតថាដូចព្រំមាញ់បន្តិចដូចអីបន្តិចដែលគេមិចចូលគ្នាហើយបន្ទាប់មកទៀតគេរចនាបថបែបគេអញ្ចឹងណាអញ្ចឹងបើសិនបើខ្ញុំគិតថាបើសិនបើខ្ញុំខុសបងប្អូនអាចប្រាប់ផងថារចនាបថអីគេហើយនឹងគេកំពុងតែធ្វើអីខ្ញុំក៏អត់ដឹងដែរអញ្ចឹងណាដោយសារតែយើងគ្រាន់តែចូលទៅមើលទេប៉ុន្តែយើងអត់មានមគ្គុទ្ទេសក៍អត់មានអីអញ្ចឹងយើងអត់ដឹងច្បាស់ទេប៉ុន្តែរចនាបថស្អាតមែនតើហើយបងប្អូនអាចមើលនៅក្នុងនឹងបានវីដេអូនឹងបានគេកំពុងតែប្រារព្ធពិធីអីផ្សេងហើយក៏បែប
សាសនាអញ្ចឹងណាប៉ុន្តែខ្ញុំអត់ដឹងថាវាជាលក្ខណៈសាសនាព្រះពុទ្ធបែបហិនយានឬមួយក៏មិនខ្ញុំអត់ដឹងដែរអញ្ចឹងបងប្អូនអាច comment ប្រាប់ផងបើសិនបើដឹងណាតាមបងអញ្ចឹងណាមើលកន្លែងហើយនេះគឺជាវីដេអូដែលយើងបានដើរជុំវិញតាមពិតទៅគឺមានឃើញមានធំអាចឡើងទៅជាន់លើទៀតអញ្ចឹងណាប៉ុន្តែដោយសារតែយើងមកថ្ងៃហើយអញ្ចឹងយើងអត់អាចនៅយូរទេហើយនេះគឺជាកម្មឃើញថាថ្លៃមែនទេប៉ុន្តែឃើញស្អាតមែនទេកម្មបែបអីអញ្ចឹងទៅហើយនេះគឺពួកខ្ញុំបានចាក់ចេញពីព្រះវិហារនឹងហើយបន្តមកទៀតគឺដើរលេងតាម Chinatown ហ្នឹងហើយមានឃើញប្រុសស្អាតអីកាច់រៀងឃើញគេគាត់ដើរមកវិញហើយគាត់ដើរទៅវិញដើម្បីឲ្យចេញរៀងស្អាតអញ្ចឹងទៅនេះប្រុសស្អាតជីដូនមួយខ្ញុំហើយនេះគឺជាប្រុសស្អាតខ្ញុំអូយដល់ពេលវិញខ្ញុំម្ដងហើយកាច់រៀងតិចទៅធ្វើដឹងខ្លួនអញ្ចឹងណាមិនដែរហើយបន្តមកទៀតយើងឆ្ពោះទៅយើងដើរទៅមើលអីផ្សេងនៅ Chinatown នឹងទៅមានគេលក់អីរបស់របរមានកន្លែងអីញ៉ាំប៉ុន្តែដោយសារតែយើងញ៉ាំអីហើយអញ្ចឹងទៅយើងអត់ត្រូវការញ៉ាំអីនៅកន្លែងហ្នឹងទេហើយបន្តមកទៀតយើងបានដើរលេងនៅកន្លែងព្រះវិហារនឹងហើយ Temple នឹងហើយបន្តមកទៀតយើងក៏ចប់ប៉ុណ្ណឹងបានន័យថាពេលព្រឹកប៉ុណ្ណឹងយើងក៏ធ្វើដំណើរឆ្ពោះទៅកន្លែងមួយទៀតហើយនេះគឺជាយើងកំពុងតែរងចាំតាក់ស៊ីដើម្បីទៅកន្លែងថ្មីអរគុណ